hộp là mây sọc hiệp mình hộp là mây đã hộp là mây nganh tạm giang rồi có hộp là mây plan sọc hiệp mà tì chẳng bê đài bông ôn thua cả hộp kịch ạt tập hiệp thì môi cứ hộp là mây sọc hiệp bạn hay hộp là mây sọc hiệp nắng cứ lồng ba rồi có giống á ca hộp là mây sọc hiệp mình lồng ba lục tì bạn bông ôn ai thua cả hộp bằng lại tới sạch thòm đá ai thua cả hộp bằng lại thòm đá ai thua cả hộp mộng hộp thòm đá trong cha trong chiên trong nghèo trong ăn trong plia trong nhom trong kho trong phạ lớn cứ ai hộp ban thòm đá bạn trong hộp đang bay sọc hiệp là mẹ mi tha thử để đặt còn hận hôn ai on ai hộp chẳng anh on ai hộp cho ai được tí hộp là mấy sọc hiếp cứ ai hộp cho anh hộp cho ai thòm đáហើយអាចហូបហូបបានគ្រប់មុខធម្មតាហូបដើម្បីសុខភាពជៀសវាងតែប្រហែលចំណុចទេបាទជៀសវាងការដែលយើងហូបចិត្តម្សៅបរិមាណច្រើនដូចជាបាយមីកាទៀវនំចុកនំប៉័ងនំផ្អែមនំស្រួយនំដែលធ្វើពីម្សៅផ្សេងៗកឡងត្រាវពោតអីជាដើមហ្នឹងសិតតែជាម្សៅទាំងអស់អញ្ចឹងដកប៉ុណ្្នឹងចេញបាទហើយទី2គឺស្ករសស្ករសស្ករពោតស្ករអំពៅស្ករត្នោតទឹកឃ្មុំបាទទាំងអស់នេះគឺត្រូវដកចេញបាទហើយទី3គឺផ្លែឈើផ្អែមផ្លែឈើផ្អែមគឺវាសម្បូរដោយជាតិស្ករបាទហើយរាងកាយយើងត្រូវការជាតិស្ករតិចទេពេលយើងហូបផ្លែឈើផ្អែមបរិមាណច្រើនអញ្ចឹងទៅគឺប៉ះពាល់ដល់សុខភាពទៅថ្ងៃក្រោយដំណាក់កាលមុនដំបូងអត់អីទេតែបើសិននៅបន្តហូបផ្លែឈើផ្អែមទៀតនឹងប៉ះពាល់ដល់សុខភាពហើយមួយទៀតគឺភេសជ្ជៈផ្អែមភេសជ្ជៈដែលដាក់ស្ករដែលដាក់ទឹកដោះគោបាទឬក៏ភេសជ្ជៈកំប៉ុងដែលសម្បូរដោយជាតិស្ករឬក៏ស្ករពីផ្លែឈើត្រូវជៀសវាងសិនបាទរបស់នោះយូរញ៉ាំម្ដងទៅបានហើយចុងក្រោយគេគឺគ្រឿងស្រវឹងឬក៏ភេសជ្ជៈផ្អែមវាសម្បូរដោយថាមពលវាសម្បូរដោយកាឡូរីហើយនិងជាតិអាល់កុលបាទអញ្ចឹងញ៉ាំច្រើនគឺប៉ះពាល់ដល់ថ្លើមញ៉ាំច្រើនប៉ះពាល់ដល់ការឡើងគីឡូបាទអញ្ចឹងម្ហូបអាហារឆ្ងាញ់យើងអាចហូបបានអាចហូបឆ្អែតបានហើយយើងសុខភាពល្អអញ្ចឹងហូបដើម្បីសុខភាពហូបដើម្បីមានអាយុវែងហូបដើម្បីរស់បានយូរដើម្បីធ្វើរឿងល្អដល់ខ្លួនឯងដល់គ្រួសារនិងដល់សង្គមជាតិអញ្ចឹងចងចាំមកឃ្លាហូបដើម្បីសុខភាពសូមអរគុណជួបគ្នានៅវីដេអូក្រោយ